ចាប់ដៃគ្នាសាងជីវិតគូជាង5ឆ្នាំតារាស្រីម៉ានីកានិងស្វាមីបង្កើតមុខរបរពេញនិយមមួយបន្ថែមលើអាជីពសិល្បៈចាប់បាននិយាយពីតារាសម្ដែងស្រីស្រកមុនមហាជនជាច្រើនអាចនឹងស្គាល់មកហើយអ្នកនាងម៉ានីកាដែលជាប្អូនស្រីបង្កើតរបស់តារាស្រីម៉ានីតាចាអ្នកនិយមតាមដានភាពយន្តច្បាស់ជាបានស្គាល់មកហើយពីទេពកោសល្យនៃការសម្ដែងរបស់តារាស្រីរូបនេះចាដែលអាចសម្ដែងបានច្រើនទម្រង់មិនថាទូចឆ្នះឆ្នើមសុភាពទន់ភ្លន់នោះឡើយម្យ៉ាងវិញទៀតនោះចាតារាស្រីរូបនេះក៏អាចសម្ដែងជាតួអង្គចាស់ទុំថែមទៀតផងយ៉ាងណាមិញងាកទៅកាន់ជីវិតឯកជនវិញក៏មានអ្នកគាំទ្រជាច្រើនបានជ្រាបមកហើយតារាស្រីរូបនេះបានសម្រេចចិត្តដឹកដៃបុរសសង្ហាក្នុងរង្វង់សិល្បៈភ្ជាប់ពាក្យคล้ายជាគូដណ្ដឹងចាកាលពីអំឡុងខែវិច្ឆិកាឆ្នាំ2020កន្លងទៅក្រោយពីមើលចិត្តគ្នាយ៉ាងម៉ត់ចត់ចាក្នុងនោះដែរគូដណ្ដឹងរូបសង្ហារបស់អ្នកនាងម៉ានីកាគឺជាតារាសម្ដែងប្រុសចាឡៅសវណ្ណរតន៍ហៅចនដែលជាតារាសម្ដែងមានប្រជាប្រិយភាពមួយរូបដូចគ្នាចាជាការពិតណាស់ចាក្រោយពិធីភ្ជាប់ពាក្យបានរៀបចំទៅតាមប្រពៃណីនិងដឹងឮពីចាស់ទុំទាំងសងខាងនោះតារាប្រុសស្រីទាំងពីររូបក៏មិនបានរៀបចំពិធីមង្គលការធំដុំទៅតាមគម្រោងនោះឡើយព្រោះពេលនោះចាជាពេលផ្ទុះជំងឺ COVID-19 ចាយ៉ាងណាក៏ដោយរយៈពេលប្រមាណជាង5ឆ្នាំមកនេះអ្នកនាងម៉ានីកានិងលោកចនក៏បានចាប់ដៃគ្នាសាងជីវិតគ្រួសារពោពេញដោយសុភមង្គលដោយទទួលបានការសរសើរពីមនុស្សជុំវិញខ្លួនពីជីវិតគូរបស់អ្នកទាំងពីរផងដែរចាជាងនេះទៅទៀតថ្មីនេះអ្នកនាងម៉ានីកានិងស្វាមីក៏បានបង្កើតមុខរបរផ្ទាល់ខ្លួនជាហាងលក់កាហ្វេមួយបន្ថែមពីលើអាជីពសិល្បៈថែមទៀតផង